ម្ចាស់ស្ត្រីតំបន់ឆ្នេរខ្សាច់ខ្មៅតែមូលពេលនេះគឺស្ថិតនៅក្នុងការគ្រប់គ្រងរបស់សមាគមយើងទាំងអស់ឲ្យតែម្ចាស់ស្ត្រីចេញរាយបញ្ជាពួកយើងនឹងឆ្លងកាត់សមុទ្រស៊ីយានដល់ពេលនោះពួកយើងនឹងតែកំចាត់ពួកដុសឃ្លានភ្លាមប្រមែម្ចាស់ក្នុងងងឹតច្បាស់ជាផ្លាប់ដល់ថ្មីជាមិនខានឆាប់ពង្រីកទឹកដីបន្តទៀតប្រមែម្ចាស់ហ៎ថាម៉េចហេតុអីតែប្រមែម្ចាស់យើងមិនមែនជាចវាយទេវាគ្រាន់តែជាផ្នែកមួយសម្រាប់ជីវិតនិស្សិតក្រៅប្រទេសដូចជាខ្ញុំពេលនេះគឺខ្ញុំចង់ត្រឡប់ទៅផ្ទះវិញពីព្រោះខ្ញុំចង់ដឹងថានរណាទេដែលចង់ទៅដើមក្រុមហ៊ុនតូចតាចរបស់ប៉ាម៉ាក់ខ្ញុំនោះចា៎ណែនេះមិនមែនជាប្រធានក្រុមហ៊ុនបៃស៊ឺលោកប៉ៃនឹងចិនធីទេអីហើយគាត់មកទទួលដោយផ្ទាល់ហេតុអីក៏មានអត្តពលខ្លាំងម៉េចដល់ថ្នាក់ឲ្យកំពូលដែលមានហាយឆឹងមកទទួលផ្ទាល់បែបនេះមែនហើយសូមស្វាគមន៍ម្ចាស់ស្រីត្រឡប់មកវិញអ្នកនាងនៅក្មេងសោះអាចសម្រេចបានសមិទ្ធផលធំបែបនេះចំណែកកូនប្រុសអត់បានការរបស់ខ្ញុំវិញអាយុប្រហែលអ្នកនាងដែរចេះតែដើរលេងផឹកស៊ីតែប៉ុណ្ណោះបើបានមកវឹកហាត់ក្រោមការដឹកនាំរបស់អ្នកនាងខ្ញុំពិតជាអរគុណខ្លាំងណាស់ខ្ញុំយល់ហើយពេលនេះកិច្ចការទាំងអស់នេះទុកនិយាយគ្នាពេលក្រោយចុះព្រោះខ្ញុំមានកិច្ចការដែលត្រូវធ្វើជាបន្ទាន់រឿងសំខាន់មែនទេច្រើនឆ្នាំហើយដែលខ្ញុំទៅរៀននៅក្រៅប្រទេសមិននឹកស្មានថាក្រុមហ៊ុនរបស់ប៉ាម៉ាក់ខ្ញុំមានមនុស្សចង់ទិញសោះម្ចាស់ស្រីមានអ្វីឲ្យខ្ញុំជួយដែរទេប្រាប់មកមិនបាច់ទេកូនសម្លាញ់កូនសម្រាប់នៅស្ថានភាពសិនចាស់ណាថ្ងៃស្អែកចាំម៉ាក់ទៅទទួលកូនចុះចាំម៉ាក់បន្ទប់ដែលកូនត្រូវសម្រាប់គឺ606កូនត្រូវចាំណាម៉ាក់បានទិញកាដូជូនកូនហើយកាដូនោះគឺម៉ាក់ចំណាយលុយអស់ច្រើនណាស់កូនដឹងហើយមិនភ្លេចទេម៉ាក់ឯងនេះកុំឆ្ងល់ថាម៉េចបានឯងទៅជាអញ្ចឹងទៅវិញត្រូវទៅរកមនុស្សម្នាក់មកមើលថែឯងហើយបើព្រមហើយឯងទិញក្រុមហ៊ុនតកូលប៉ាយបើមិនអញ្ចឹងទេជីវិតឯងបរាជ័យមិនខានទេឯងមើលខ្លួនឯងចុះពេលនេះត្រូវឆ្នាំគេទៀតបន្ទប់ហ្នឹងហើយមកអូយម៉ែថ្លៃណាស់លោកប្រឆាន់លោកនៅទីនោះអត់ហ្នឹងតែណាហ្នឹងលោកប្រឆាន់លោកនៅទីនោះអត់ហ្នឹងក្មេងស្រីมันអាចចូលទៅបានទេលោកប្រុសកំពុងតែមានបញ្ហានៅក្នុងខ្លួនបើចូលទៅច្បាស់ជាមិនល្អទេมันអាចឲ្យចូលទៅបានទេណាមិនអាចចូលទេតែមិនដឹងថាលោកយ៉ាងប៉ៃគឺជាមនុស្សដែលសង្ហាអស់ច័ន្ទនោះពួកយើងមិនងាយរកឱកាសបានទេណាឲ្យពួកយើងចូលទៅចូលមិនបានទេចូលមិនបានទេក្មេងស្រីអត់នេះទៅរឹកបានម្លេះចូលបានទេឲ្យពួកយើងចូលទៅចូលបានទេពួកយើងបានទីនេះអាយុចង់ទប់មិនចង់ជាប់ថាចូលមិនបានទេពួកយើងគួរតែប្រកួតប្រជែងដោយយុត្តិធម៌ហេតុអីក៏ខ្វះពួកយើងឲ្យពួកយើងចូលទៅមើលមាននេះណាចេះតែថាហើយចូលបានទេមិនឲ្យចូលទេឲ្យចូលក្នុងបេះដូងរបស់ខ្ញុំចូលបានហើយទៅវិញកាច់កុងតាក់បានលបនោះបានហើយបានបាច់កុងតាក់បានកុងតាក់ក្នុងបន្ទប់នេះហេតុអីក៏មានមនុស្សប្រត់ដែរអញ្ចឹងហ្នឹងឃើញទៅនៅហងក្នុងបន្ទប់នេះហេតុអីក៏មានមនុស្សប្រត់ដែរអញ្ចឹងឬខ្លាំងតិចចុះរុញចូលវិញលឿននោះបាទឬមួយក៏វាជាកដោដែលម៉ាក់ជូនខ្ញុំទៅដឹងមានតអន់អីនេះកតាំងថ្ងៃរបស់ម៉ាក់ខ្ញុំប្រកែកដែរតែនេះចង់ធ្វើស្អីនេះចង់ធ្វើអីមែនទេចំណាយលុយហើយនោះគឺត្រូវតែធ្វើទៅតាមនោះមិនជឿគាត់ចាំយកទៅសាមមកទៅហាត់ទៅអីខ្ញុំប្លុតកាច់កងតាក់ខាងនោះប្លុតខ្ញុំធ្លាប់តែចំណាយលុយឲ្យទៅកាន់មនុស្សស្រីបើជាមនុស្សស្រីចំណាយលុយមកកាន់លើខ្ញុំទៅវិញឡើងនិយាយអីគេហ្នឹងឬមកក៏គិតថាខ្លួនឯងខាខ្លាចទទួលបានប្រាក់ដែរតែមិនមែនទេនាងចាត់ទុកខ្ញុំជានរណាគេខ្ញុំត្រូវការលុយនេះមែនទេនាងដឹងថាខ្ញុំជានរណាគេទេខ្ញុំកូនម៉ា
ចាំម៉ែឃើញកដោម៉ាក់ទិញឲ្យនៅហ៎ឃើញហើយម៉ែតាមពិតស្អាតណាស់កូនចូលចិត្តអរគុណម៉ែម៉ាក់ដឹងហើយថាកូនច្បាស់ជាចូលចិត្តពីព្រោះថាតុក្កតាមួយនោះគឺម៉ាក់ជាអ្នកឲ្យគេធ្វើដល់ផ្ដល់ដៃទៀតផងម៉ាក់ចំណាយប្រាក់ដល់ច្រើនណាស់តម្រាំតែទិញវាបានអង្គកូនណាតុក្កតានោះជាមនុស្សប្រុសមែនទេម៉ាក់ថាម៉េចគ្មានអីទេម៉ាក់រឿងនេះចាំនិយាយគ្នាពេលក្រោយចុះ